បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលស្រឡាញ់នៃវិស័យកសិកម្មហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលមានកូនតូចឬក៏បងប្អូនដែលមានប្រពន្ធនៅផ្ទះមើលកូនមិនសូវជាបានចេញទៅធ្វើការឆ្ងាយបងប្អូនទាំងអស់គ្នាអាចចាប់អារម្មណ៍នៅមុខរបរមួយដែលជាមុខរបរងាយស្រួលក្នុងការចិញ្ចឹមចំណាយដើមទុនតិចហើយចំណេញច្រើនម្សៅទឹកដោះគោលេស្តូកាជាម្សៅទឹកដោះគោតែមួយគត់ដែលជំនួយឲ្យសត្វលូតលាស់លឿនក្នុងរយៈពេលខ្លីដូចជាគោក្របីពពែចៀមនិងជ្រូកដុំរ៉ែ ADE ជំនួយដល់សត្វឲ្យផឹកទឹកនិងស៊ីចំណីបានច្រើន ACM មានលក់នៅពូជស្មៅចំណីសត្វគ្រប់ប្រភេទមានទាំងប្រភេទដីគោកនិងដីលិចទឹកច្រើននោះគឺជាប្រភេទមុខរបរនៃការចិញ្ចឹមខ្យងបឺមុខរបរនៃការចិញ្ចឹមខ្យងបឺនេះគឺវាផ្ដល់ចំណូលដល់គ្រួសារគូច្រើនមិនចាញ់មុខរបរចិញ្ចឹមអីផ្សេងៗទេបងប្អូនណាដោយសារខ្យងបឺជប៉ុននេះគឺជាប្រភេទខ្យងបឺដែលមានតម្លៃថ្លៃហើយងាយស្រួលក្នុងការចិញ្ចឹមដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនៅខាងមុខពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺយើងគ្រាន់តែទិញជាតង់សម្រាប់ធ្វើអាងរួចយើងបញ្ចូលទឹកនិងដាក់បន្លែបៃតងមិនថាត្រកួនមិនថាននោងឬក៏អ្វីផ្សេងៗទេឲ្យស៊ីគឺរួចជាការស្រេចគឺគ្មានការចំណាយទៅលើចំណីអីផ្សេងៗទេបងប្អូនណាអញ្ចឹងអ្នកដែលទំនេរគឺយើងអាចសាកចិញ្ចឹមខ្យងបឺនេះទាំងអស់គ្នាបងប្អូនដោយសារការចំណេញគឺច្រើនបងប្អូនណាគឺខ្ញុំបាទមានច្រើនអាងសម្រាប់ពុកម៉ែបងប្អូនអស់គ្នាដែលមានការចាប់អារម្មណ៍គឺអាចធ្វើការទំនាក់ទំនងមកខ្ញុំបាទបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ090 858325និង0993585និង35អញ្ចឹងខ្យងបឺនេះគឺងាយស្រួលក្នុងការចិញ្ចឹមណាស់គឺមិនពិបាកចិញ្ចឹមដូចអ្វីផ្សេងទេនៅពេលដែលពុកម៉ែបងប្អូនអរគ្នាធ្វើការកំងខ្យងបឺពីខាងខ្ញុំបាទខាងខ្ញុំនឹងបង្រៀនឬក៏ប្រាប់អំពីបច្ចេកទេសនៃការចិញ្ចឹមអញ្ចឹងគឺងាយស្រួលចិញ្ចឹមលក្ខណៈគ្រួសារទុកហូបចិញ្ចឹមលក្ខណៈធ្វើអាជីវកម្មឬក៏ចិញ្ចឹមទុកសម្រាប់ភ្ញៀវមកលេងគឺត្រូវទាំងអស់តែម្ដងអញ្ចឹងដោយសារខ្យងបឺនេះគឺជាប្រភេទខ្យងដែលមានសាច់ឆ្ងាញ់គឺមានពណ៌ដូចជាបឺនឹងហើយនឹងមានតម្លៃថ្លៃអញ្ចឹងសម្រាប់វីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នេះទេសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅខាងក្នុងអេក្រង់នេះបានសូមអរគុណសូមជម្រាបលា